វីដេអូនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបយើង scan គណនី TikTok បាទបងប្អូនអរគ្នាពេលបងប្អូនផុសរូបផុសវីដេអូផុសរូបផុសវីដេអូអញ្ចឹងណាបងប្អូនដឹងពីកន្លែង scan កន្លែងណាតើវីដេអូឬក៏រូបភាពបងប្អូនដែលផុសក្នុងគណនី TikTok ហ្នឹងយើងផុសទៅខុសគោលការណ៍របស់គេអត់បងប្អូនណាបាទអញ្ចឹងពីរបៀប scan បងប្អូនទៅ scan ជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនណាអូខេជាដំបូងបងប្អូនចូលមកកាន់ account TikTok របស់យើងបាទបងប្អូនចុចមកកាន់ account TikTok របស់យើងមកអូខេបងប្អូនអរគ្នាបាទមកដល់ទីនេះបងប្អូននឹងឃើញដែលគេដាក់ថាប្រវត្តិរូបដែលកន្លែងមានសញ្ញារូបមនុស្សហ្នឹងបងប្អូនចូលមកកាន់សញ្ញារូបមនុស្សហ្នឹងមកចុចពឹបមកបងប្អូនបាទចុចពឹបមកបាទអូខេមកដល់កន្លែងនេះជាចូលតម្រង TikTok របស់យើងហើយបងប្អូននឹងឃើញសញ្ញារូបមនុស្សមួយដែលមានសញ្ញាផ្កាយពើក្រហមបើបងប្អូនរកមិនឃើញទេបងប្អូនណារកមិនឃើញទេបងប្អូនចុចលើសញ្ញាត្រេ3រួចហើយបងប្អូននឹងឃើញនៅខាងលើគេបងប្អូនចុចមកកាន់នឹងមកបាទចុចពឹបមកបាទមកដល់ទីនេះបងប្អូនអូសឡើងមកលើបន្តិចបងណាអូសឡើងមកលើមកបងប្អូនមករកពាក្យថាការពិនិត្យបងប្អូនណាដែលមានសញ្ញារូបមនុស្សដូចគ្នាបងប្អូនចុចមកគិតពឹបមកបងប្អូនណាបាទចុចពឹបមកបាទដល់តម្រងនេះហើយអញ្ចឹង TikTok គេនឹង scan វីដេអូបងប្អូនបាទបង scan រួចរាល់ហើយបងប្អូនបាទចេញសញ្ញាពើបៃតងបែបនេះមានន័យថា account TikTok បងប្អូនមិនខុសគោលការណ៍របស់គេទេបងប្អូនបងប្អូនអាចផុសរូបផុសវីដេអូបន្តទៀតបានបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូពីរបៀបយើង scan គណនី TikTok គឺមានតែប៉ុណ្ណឹងបងប្អូនណាបាទចាំជួបខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលាបងប្អូនអរគ្នា